มันถักกองตบชิ้นประกายใบพลุนตามมันลังพวกยังแต่มุกมันรู้ยังแต่บอกกล่าวสันมันนึกสมันถักลูกไม่ตบช่างชิ้นกับใบสำรับใจมาบองพระองค์ยังกลัวธนารบเลยเนี่ยไอ้น้องจอมจะปราบแมนมุนเป็นไอ้ใจดำหน้ายังมันในใจปราบไอ้ทายยังไม่คลาดแล้วมันจะยบนี้ยังใบสำรับโจเตตัวไม่ใช่แค่ใบพลุนยันน่ะก็เธอไอ้ยังมันกัดได้แต่ยังมันเตยไว้สำรับไปเตยังเตยประหลาดมันអ្នកស្រីសុំទោសចុះខ្ញុំមិនចង់ធ្វើអញ្ចឹងទេតែជាមិនផុតត្រូវតែធ្វើយ៉ាងនេះនេះអញមិនលឺគេនិយាយដែរទេលើមិនតបធំបានស្លាប់នៅសមរភូមិហើយអញ្ចឹងអ្នកណាក៏គេនិយាយអញ្ចឹងដែរមើលទៅប្រហែលជាមិនមែនតែនហើយបាទមិនចឹងមេតតរបស់យើងដឹងដែរទេបើសិនជាគាត់នឹងរឹកអីសងំនៅទីនេះទៀតតាមស្មានគាត់ប្រហែលជាកំពុងសប្បាយជាមួយនឹងប្រពន្ធលោកចបាយស្រុកហើយពួកឯងចង់ធ្វើស្អីហ្នឹងពួកឯងធ្វើស្អីពួកឯងសឹកពីរឿងស្អីខ្លះអូនសម្លាញ់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 អូយលោកមេតបមិនមែនខ្ញុំទេលោកមេតបមិនមែនខ្ញុំទេលោកមេតបស្រុកសញ្ញិនបាត់បង់ហើយលោកមេតបធំកសត់ដែរហើយនិយាយថាសញ្ញិនបាត់បង់មេតបធំកសត់ទីនោះដែរចោលចឹងដែរអញធ្វើឲ្យខូចការរបស់យើងទៅបាទពួកយើងសម្រាប់ចូលទៅលោកម្ចាស់ពួកយើងជុំមុនកុំអាលវាយអីប្រយ័ត្នមានល្បិចខ្លាចស្អីវាយសម្រាប់ចូលទៅម្ដងទៅចូលអាចតែច្រៃហើយឆាប់ចេញព្រាមមកហើយត្រូវតែស្លាប់ឆាប់បើកទ្វារទៅអាចឆ្កែច្រៃលោកម្ចាស់មិនក៏មិនឆាប់ចុះមកខ្ញុំចាំងលៀងនៅទីនេះរងចាំលោកម្ចាស់យូរហើយស្មុំមកចាងលៀងខ្លួនតែមួយប្រើល្បិចបណ្ដេញកងទ័ពឈិញ 20000 នាក់រំដោះតំបន់ហ្វុងអ៊ីពិតជាអស្ចារ្យពិសេសណាស់ល្បិចក៏បីកំប៉ុងគ្មានអីអស្ចារ្យទេនោះគឺមកពីចាងភីងហើយនិយមឈឺគេតាំងពីល្ងងពេកមានទំនួលផ្លូវចិត្តបើសិនជាចានឡើងវិញនោះគឺជារឿងមួយដែលផ្សេងវិញហើយចាងលៀងគឺជាអ្នកក្លាហានដ៏អស្ចារ្យបានបណ្ដេញកងទ័ពឈិញចេញពីតំបន់នាមមិននឹកស្មានថាលោកជាមនុស្សប្រកែកអស្ចារ្យយ៉ាងនេះសោះមិននឹកស្មានទេមែនហើយក្រោយពីធ្វើឃាតបរិជាឈិញចាងលៀងក៏រត់ពីកន្លែងមួយទៅកន្លែងមួយមិនត្រឹមតែប៉ុណ្្នឹងទេជាមួយនឹងលោកសឺម៉ាជាគ្រូនិងសិស្សទៀតផងនៅជាមួយលោកគ្រូសឺម៉ារៀនចេះវិធីធ្វើសឹកច្រើនបែបច្រើនយ៉ាងណាស់ពិតជាអស្ចារ្យមែនតែម្ដងតើហេតុអីបងជាលោកដឹងលោកសឺម៉ានិងខ្ញុំជាមិត្តភក្តិរាប់អានគ្នារឿងអីក៏យើងធ្លាប់និយាយគ្នាដែរបើអញ្ចឹងលោកដឹងដែរទេពេលនេះលោកគ្រូខ្ញុំគាត់នៅណាគាត់នៅកន្លែងសប្បាយរីករាយដែលគ្មានអ្នកណាដឹងទេហើយនៅចាំងលៀងតែលោកមានដឹងទេនៅម្នាក់ទៀតហ៎លោកសៀវឈប់សិនចាំងលៀងអ្នកទាំងពីរគិតតែនិយាយគ្នាលេងរវល់ពួកខ្ញុំហើយធ្វើអញ្ចឹងដូចជាអត់សមសោះណាល្អយើងនិយាយគ្នាទៅសុំទោសលោកចាំងថ្ងៃដែលនៅស្រុកលីសៀនលោកកុហកពួកយើងមិនតិចទេខ្ញុំវិតែសម្រាប់លោកនៅសាលាស្រុកទៀតណាចាំងលៀងហេតុអីបានជាលោកតែងខ្លួនជាអ្នកសុំទានកុហកទាំងខ្ញុំឯនេះទៀតណាលោកគាត់តែដឹងបាក់សៃជ្រើសរើសសម្បុកល្អមន្ត្រីល្អត្រូវការម្ចាស់ល្អដែលប្រកែខ្ញុំក៏ធ្លាប់លើកដែរថាលោកម្ចាស់លីប៉ាំងទទួលមនុស្សដែលពូកែមានទេពកោសល្យល្អហើយមានចិត្តការពារសច្ចធម៌ជានិច្ចតែមិនដឹងថាពិតឬក៏មិនពិតទេម្ល៉េះហើយខ្ញុំក៏សាឡបងតែបន្ថយទៅសូមលោកម្ចាស់អភ័យទោស
ចឹងការនៅស្រុកលីសៀនមិនក៏មិនព្រមប្រាប់ឲ្យច្បាស់លាស់ពេលដែលខ្ញុំធ្វើដំណើរទៅកាន់ស្រុកលីសៀនខ្ញុំក៏បានទទួលដំណឹងថាកងទ័ពឈីងវាយចូលស្រុកហ្វុងអ៊ីហេតុនេះហើយខ្ញុំក៏ជួយលោកម្ចាស់លីប៉ាំងរំដោះតំបន់ហ្វុងអ៊ីតែម្ដងទេចាំងលៀងចំណងដៃរបស់លោកនោះដូចជាធំសម្បើមពេកហើយគឺតំបន់ហ្វុងអ៊ីទាំងនោះតែម្ដងខ្ញុំលៀងប៉ៅបានលោកជាមិត្តភក្តិនឹងពិតជាសំណាងល្អរបស់ខ្ញុំមែនលោកម្ចាស់លីប៉ាំងខ្ញុំចាំងលៀងសុំគោរពចាំងលៀងអ្នកទាំងពីររាប់អានគ្នាដូចជាបងប្អូនមកកើតទៅហើយរស់ក្នុងផ្ទះតែមួយដេកលើក្រែតែមួយណែយកល្អមិនចាំបាច់គួរសមទេដឹងទេបែបនេះមិនបានទេមកក្រោបឡើងលោកម្ចាស់លីប៉ាំងមករៀបចំមហូបសាដើម្បីទទួលចាងលៀងអើយលោកបងបាត់បងស្រុកពី3គ្មានអីគួរអស្ចារ្យទេសំខាន់គឺអ្នកណាគឺជាអ្នកដែលសោយចុងក្រោយដល់ទីបញ្ចប់កងទ័ពរបស់សៀងលៀមឈ្នះយើងច្រើនលើកប្រកាសជាមានក្តីអំណត់ខ្លាំងណាស់យើងនឹងរកឱកាសវាយសម្រុកដើម្បីយកជ័យជំនះលើពួកវាលោកមិនតនិយាយត្រូវសឺម៉ាស៊ីងហ្វុងអ៊ីបាទអ្នកទាំងពីរដឹកនាំកងទ័ពរបស់លោកទៅអ៊ីហាខាងកាត់វាយចូលតំបន់វិញលោកមិនតវាយតំបន់វិញយើងឈប់វាយសៀងលៀងហើយយើងវាយតំបន់វិញតំបន់ឈៀនក៏ព្រោះតែចង់ចាត់ការសៀងលៀងនៅតំបន់ឈូតែអ្នកទាំងអស់គ្នារងចាំទទួលបញ្ជាពីខ្ញុំទៅបានហើយបាទលោកមិនតសានបាទលោកដឹកនាំកងទ័ពចំនួន 20,000 នាក់ឃើញកងទ័ពរបស់លីពីដែលជាកងជិះសេ 30,000 ក្នុងរយៈពេល3ថ្ងៃត្រូវទៅវាយចូលតំបន់ឈីមទៅដល់នោះរងចាំបញ្ជាពីខ្ញុំតទៅទៀតទទួលជាចំណែកខ្ញុំលោកដឹកនាំទ័ពរបស់លោកទៅកាន់វៃអ៊ីនទៅវាយហាន់ស៊ីងអល់អត់នេះមានអីគួរអស្ចារ្យទេអ្វីទៅបិទហាន់ស៊ីងមានកងទ័ពពិតមែនតែគេម្នាក់ឯងមិនអាចទប់ទល់កងទ័ព 10,000 នាក់បានកុំមើលស្រាហាន់ស៊ីងឲ្យសោះឈិនអូព្រោះតែមើលស្រាគេអញ្ចឹងហើយទីបំផុតក៏ចាញ់គេទាំងស្រុងកុំភ្លេចណាស់អញវាយជាមួយនឹងគេបង្ខំឲ្យគេចេញមកតែបើគេមិនចេញមកតើគិតយ៉ាងម៉េចបើសិនជាគេមិនព្រមចេញមកហើយឡំពាត់គេឲ្យចិត្តមិនបាច់វាយចូលបើគេដកខ្លួនយើងនឹងដេញពីក្រោយកុំឲ្យគេមានពេលសម្រាប់ឲ្យសោះតាមស្មានគេប្រកាសជារត់ចោលស្រុកដល់ពេលនោះឯងត្រៀមកម្លាំងរបស់ឯងនៅខាងក្រៅឲ្យហើយរងចាំមកកំចាត់តាមក្រោយបាទលោកម្ចាស់កងទ័ពឈីងមាន 10,000 យើងមានតែ 3,000 នាក់ដូចជាលើកមុនយើងទៅវាយអ៊ីនឈូអញ្ចឹងបងស្មាចាំងលៀងនឹងចាញ់បោកយើងងាយៗណាស់ក៏បង្កប់កងទ័ពនៅខាងក្រៅរួចហើយវាយបង្អើគេតាមក្រោយបង្កប់កងទ័ពរាជការឈីងនឹងមកពីលិចនៅតាមផ្លូវនោះសុទ្ធតែជាកងទ័ពរបស់គេយើងបង្កប់យ៉ាងណាហើយតែខ្លាចអីទៅយើងនៅទីនេះចាំគេមកបើគេហ៊ានមកយើងហ៊ានទទួលបងប្អូនយើងនឹងសម្លាប់គេមិនឲ្យតដៃតនេះយើងគិតថាបញ្ឆោតគេចូលមកចាំវាយតាមក្រោយវិញស្មានតែនេះណាទៅទ័ពរបស់គេច្រើនណាវាយយ៉ាងម៉េចបង្កប់ទ័ពយ៉ាងម៉េចទៅបានហើយដល់សៀមសិនទៅចាំសាររបស់ហាន់វិញឡោរបស់ហាន់តើគិតយ៉ាងម៉េចរត់អីកងទ័ពឈីងលើកមកយ៉ាងសាហាវមេទ័ពចាំងភីងជាប្អូនរបស់ចាំងឡាអ្វីដែលយើងគិតឃើញនោះពួកគេក៏គិតឃើញដែរបើសិនជាយើងនៅខាងក្នុងប្រមៃទេនោះពួកវានឹងបញ្ជូនកងទ័ពមកយ៉ាងច្រើនឡំពាត់ទីនេះដល់ពេលនោះយើងរត់ទៅណាមរួចទេប៉ុន្តែបើសិនជាតដៃវិញគេប្រកាសជាសប្បាយចិត្តទ័ពរាជការឈីងធ្លាប់មានការពិសោធន៍ធ្វើសឹកយូរហើយចំណែកទ័ពយើងបងប្អូនខ្សែចំការម្ដាយឆ្លងកាត់សង្គ្រាមធំនោះប្រកាសជាមានការភ័យខ្លាចទ័ពរបស់គេពេលដែលធ្លាក់ទៅចិត្តហើយតែមានសង្ឃឹមឈ្នះទេអត់ទេហេតុនេះត្រូវតែរត់ឲ្យបានលឿនផងនៅពេលដែលទ័ពរាជការឈីងមកដល់បើទោះជាពួកយើងទាំងអស់គ្នាបំណងថាចង់រត់ក៏ប្រហែលជាមិនអាចរត់រួចផងមើលទៅបងហាន់ពួកយើងរត់ទៅណាវិញយើងទៅស៊ីសៀនមុនទៅរកមេតបផ្សេងកងទ័ពឈូមិនថាម៉េចកងទ័ពឈូដូចជាពឹងពាក់ដោយសារគេហើយយើងនៅទីនោះយូរមកហើយតើតស៊ូបានកាយទៅហើយតើសេងនេះគេប្រឹងទទួលស្គាល់ពួកយើងទេមែនទេលបងហាន់បងប្អូនយើងស្លាប់ជាមួយនឹងលបងក៏ព្រោះតែអីទៅឥឡូវនេះពួកយើងចុះចូលជាមួយនឹងកងទ័ពឈូរបស់សៀងលៀងទៀតស្លាប់ហើយទៀតពួកនឹងក្មួយសៀងលៀងគេទៅពីនេះមានចិត្តកេងក្អាងមានកំណត់ខុសគេពួកគេមានប្រវត្តិជាមនុស្សនៅក្នុងរាជវង្សនគរឈូវិជាគុណក៏ខ្លាំងប្រកែចំណែកពួកយើងវិជាគុណក៏មិនខ្លាំងប្រវត្តិក៏ទៀតតែពួកគាត់មានរឿងអីដែលពេញចិត្តពួកយើងនោះដូចជាមិនកើតទៀតដឹងមែនហើយជាពិសេសសៀងអ៊ីតាំងខ្លួនជាអ្នកខ្លាំងគ្មានណាឈ្នះគេទេពេញចិត្តតែលបងចុងលីមីលក្ខណៈជាអ្នកក្លាហានតែមានរឿងអីតែពេញចិត្តពួកយើងហើយបើសិនជាចឹងមែននោះយើងទាំងអស់គ្នានាំគ្នាបំបែកគ្នាតែម្ដងទៅអញឃើញនេះលបងហេលបងលោកបងហាន់លបងធ្វើយ៉ាងនេះបងប្អូនយើងអត់សង្ឃឹមណាស់តាមខ្ញុំយល់ទៅបីជាយើងទៅរកពួកគាត់ក៏ត្រូវបញ្ជាក់ពីឋានៈខ្លួនដែរពួកលបងជាមេដឹកនាំពួកយើងជាមេតបមានតួនាទីរៀងៗខ្លួនតាមែនទេលបងទីពីរនិយាយត្រូវពួកយើងមានឋានៈត្រឹមត្រូវពួកគេមិនហ៊ានមើលងាយយើងទេឋានៈមិនមែនខ្លួនឯងជាអ្នកតែងតាំងមេតបក៏មិនមែនជាការស្រួលដែរបើមិនអញ្ចឹងគេនឹងសើចចំអកឲ្យយើងជាមិនខានកុំភ្លេចអសោះចង់តាំងខ្លួនជាស្ដេចនោះនឹងខ្លាយទៅជាមុខសញ្ញាដែលគេចាប់អារម្មណ៍ពេលដែលកងទ័ពរាជការមកដល់កងកម្លាំងតស៊ូផ្សេងប្រហែលជាមិនជួយយើងទេដល់ពេលនោះពួកយើងច្បាស់ជាឯកោមិនខានបើយល់តាមសភាពការនៅក្នុងពេលនេះយើងមិនអាចធ្វើអីតាមតែចិត្តរបស់យើងដែលនឹកឃើញនោះទេហើយពួកយើងបំបែកគ្នាទៅណែហើយលបងហាន់ពួកយើងពិតជាចោះចូលជាមួយសៀងអ៊ីមែនទេលបងហាន់ពួកយើងពិតជាគ្មានវិធីណាផ្សេងពីនឹងទេ
មើលខ្លួនឯងទៅរបស់ទាំងនេះឲ្យមកខ្ញុំមែនទេរឿងនេះគឺសាច់តែលើនាងទេព្រមតែជាមួយខ្ញុំឬអត់ហើយនេះទៅសៀនយ៉ាងយើងមានរបស់ទាំងនេះទៅរកស៊ីនៅសៀនយ៉ាងវាប្រសើរជាងនាងនៅក្នុងបនស្រីនេះដែរឲ្យខ្ញុំគិតមិនតិចសិនទៅកំពុងតែគិតពីរឿងវ៉ាន់គួយមែនទេមើលទៅមួយជីវិតនេះកុំសង្ឃឹមជួបគេគាត់ចាំមិនទៅហើយឈប់សិននាំគ្នាថយចេញចង់ធ្វើស្អីនោះនេះជាជំរំរបស់លោកមិនតបផ្សេងមិនមែនហាងបាយជិញចូលតាមពើចិត្តនោះទេយើងមករកសៀងលៀងតាចាស់ឯងនេះសម្ដីខ្លាំងមែនតើហ៊ានហៅឈ្មោះលោកមិនតបធំយើងផងបើហ៊ានហៅទៀតប្រយ័ត្នយើងប្រហារជីវិតតាចាស់ឯងឬក៏ខ្លួនចាស់ពេកឬមួយក៏ធ្វើភ្លើជាងវិញចំជាផ្ដេសផ្ដាស់ពេកហើយចំជាផ្ដាស់មែនពិតជាមិនដឹងមែនកុំថាហៅឈ្មោះរបស់គេទោះបីជាយើងតែកាភ្លៀងគេក៏គេមិនធ្វើអីយើងដែរតាចាស់លោកប្រាប់ខ្ញុំមកលោកឈ្មោះអីតកូលអីយើងមិនចង់និយាយជាមួយនឹងពួកឯងទេឯងថយចេញទៅណែតាកាចាស់មើលរៀងគ្មានអីអស្ចារ្យផងតែដូចក្អេងក្អាងពេកហើយចង់មករងងាប់នៅទីនេះមិនមែនហ៎ចំជាផ្ដាស់មែនហ៊ានខ្វះការកុសលជាមួយយើងឯងជុំសិនលើមិនតបតាចាស់នេះក្អេងក្អាងណាលោកអ៊ំជាអ្នកណាបានជាវាយសេនាប្រចាំមុខសម្ដេចយ៉ាងនេះឯងប្រកាសជាសៀងអ៊ីហើយមែនទេពិតមែនហើយលោកអ៊ំជាអ្នកណាឆាប់នាំយើងទៅជួបពូរបស់ឯងទៅលោកអ៊ំខ្ញុំឃើញលោកអ៊ំជាមនុស្សចាស់ខ្ញុំមិនចង់ប្រកាន់នឹងលោកអ៊ំទេប៉ុន្តែសូមលោកអ៊ំឲ្យចេះគួរសមផងឥឡូវនេះខ្ញុំឲ្យលោកអ៊ំទៅវិញកុំកោរឿងទៀតក្មេងដូចជាឯងនេះទើបតែធ្វើមេតបប្រហែលថ្ងៃហ៊ានក្អេងក្អាងឆាប់នាំយើងទៅជួបពូរបស់ឯងទៅឲ្យឆាប់ឡើងលោកអ៊ំជាអ្នកណាបានជាមើលងាយប្រមាថខ្ញុំយ៉ាងនេះពួកឯងដេញគាត់ចេញដាក់មែនលោកពូសៀងឡើងមិនដឹងថាលោកចេញមកខ្វះការគួរសមសូមអភ័យទោសផងលោកពូគាត់ជប់សិនសៀងឡើងមានការចង់ជម្រាបតើពួកឯងដឹងថាគាត់ជាអ្នកណាទេម្នាក់នេះគឺលោកវ៉ាន់ចិនដែលយើងតែងប្រាប់ពួកឯងណាកាលនោះគាត់ជាមួយនឹងឪពុកយើងសៀងយានធ្លាប់ជាមន្ត្រីរាជការនគរឈូបាននិយាយពីឋានៈនឹងគាត់ស្មើនឹងឪពុករបស់យើងឯនោះសូមអភ័យទោសផងសូមលោកអភ័យទោសឲ្យពួកខ្ញុំសូមគោរពលោកមិនតបក្រោកឡើងលោកទាំងអស់គ្នាឆាប់ក្រោកឡើងសូមទោសក្មួយពិតជាអត់នឹងអីមែនបានហើយយើងមិនប្រកាន់ឯងទេក៏ប៉ុន្តែក្នុងនាមជាមេតបត្រូវតែចេះប្រើគូក្បាលដាច់ខាតកុំឲ្យមានការឆេះឆាវឲ្យសោះក្អេងក្អាងគួរតែដឹងថាមេឃលើមេឃភ្នំលើភ្នំខ្ញុំចង់ចាំបាញ់ចឹងពិតជាប្រសើរណាស់ពិតជាប្រសើរណាស់លោកមកដឹកនេះប្រកាសជាមានការចង់ណែនាំខ្ញុំហើយសូមមានប្រសាសន៍មកចុះដើម្បីឲ្យខ្ញុំយល់កាន់តែច្រើនថែមទៀតលោកមេតបប្រយុទ្ធតាំងពីខ្វាយបៃតាមស្ទឹងរហូតមកដល់ណាឈ្នះដល់នោះពិតជាមិនធម្មតាមែនសូម្បីតែកងទ័ពរបស់ចាំងឡើង20,000នាក់ដកថយ3ដងរកច្រកចេញមិនឃើញទេមេដឹកនាំតបតស៊ូបានស្លាប់ទៅបាត់ចំពោះមុខខ្ញុំគ្មានមេដឹកនាំទេម្ល៉េះហើយក៏កាន់កាប់តំបន់រៀងខ្លួនយ៉ាងនេះតទៅទៀតរាជការឈីងប្រកាសជាមានព្រៀបលើពួកយើងច្បាស់ជាមិនខានពិតជាគួរបារម្ភណាស់អ្វីដែលលោកបារម្ភគឺជារឿងមួយដែលយើងបារម្ភដែរតែលោកមេតបមានយកបោះចាំមិនដែរទេខ្ញុំនឹងពួកអស់លោកទាំងអស់ពិភាក្សាគ្នារហូតដល់ពេលនេះមិនដឹងគួរតែងតាំងនរណាជាមេដឹកនាំទេទៅប្រសើរនោះហេតុអីក៏មិនតែងតាំងខ្លួនឯងទេហើយមិនកើតទេអ្វីត្បិតខ្ញុំជាកូនចៅមេតបតកូឈូតែមិនមានស្នាដៃធំដុំមិនមានឋានៈខ្ពង់ខ្ពស់គ្មានអ្នកណាគេគោរពស្ដាប់បង្គាប់ខ្ញុំទេតែលោកម្ចាស់ឈិនយ៉ាងម៉េចដែរហើយមិនត្រីតូចតាចអាចធ្វើអីបានទៅមិនកើតទេបើអញ្ចឹងលីប៉ាំងយ៉ាងម៉េចដែរលីប៉ាំងកន្លងមកគ្រាន់តែជាមេភូមិកងទ័ពក៏តិចមេតបក៏តិចកុំថាឡើយមេតបផ្សេងសូម្បីតែខ្ញុំនឹងក៏លែងចង់ស្ដាប់គេទៅហើយបើអញ្ចឹងវ័យជីវហើយនឹងវ័យប៉ៅគេនឹងកំបិតវ័យធានចាងហើយនឹងធានជុងនៅតំបន់ឈីធ្លាប់ជាមនុស្សក្នុងរាជវង្សមានគេឈ្មោះក្រាន់បើអាចទទួលភារកិច្ចទាំងនេះបានទេគេទាំងពីរដូចជាសត្វឆ្កែចាំទីគ្មានកំណត់វែងឆ្ងាយអីគួរឲ្យអស់ចាស់ដែរលោកមេតបបានដឹងពីសភាពការច្រើនកន្លែងដែលគួរឲ្យត្រេកអរណាស់អញ្ចឹងខ្ញុំមានយោបល់មួយសូមលោកមេតបនិងអស់លោកទាំងអស់ចាំស្ដាប់ឈិនស៊ឺគឺជាអ្នកនាំមកធ្វើការប្រឆាំងអំពើនេះគ្រប់គ្នាមានមនុស្សប្រមូលផ្ដុំក៏ច្រើនប្រយុទ្ធជាមួយនឹងរាជការឈិងរយៈពេលយូរដែរមនុស្សគ្រប់គ្រងក៏មិនតិចដែរតែគួរឲ្យស្ដាយណាស់មានឋានៈទាបពេកមិនគួរតាំងចិត្តសោយរាជជាស្ដេចដោយខ្លួនឯងទេទីបំផុតក៏ត្រូវបរាជ័យទៅកាលនោះលោកមេតបនគរឈូឈ្មោះហាន់កុងហ្វូក៏បាននិយាយថាមហាគ្រួសារទាំង3នៃនគរឈូសង្ឃឹមលើនគរឈូជាអ្នកចាត់ការនគរឈិងពីព្រោះនគរឈូទឹកដីធំមនុស្សច្រើនអតិពលក៏ខ្លាំងចំណែកឯលោកមេតបគឺជាកូនចៅចំនួនក្រោយនៃមេតបនគរឈូហេតុអីក៏មិនជ្រើសរើសមនុស្សរបស់រាជវង្សនគរឈូធ្វើជាមេដឹកនាំទេលោកនិយាយនេះគឺត្រឹមត្រូវណាស់ប៉ុន្តែក្រោយពីនគរឈូទទួលការវិនិច្ឆ័យមនុស្សក្នុងរាជវង្សក៏បាត់ដំណឹងស្ទើរតែគ្មានអ្នកណាចេញមុខតតែសោះចង់រកនោះក៏មិនងាយរកឃើញដែរ
មុននឹងខ្ញុំមកដល់ទីនេះនៅក្នុងព្រៃភ្នំបានជួបមនុស្សម្នាក់រួចមកហើយម្នាក់នោះឈ្មោះសុងសឹងអាយុ16ឆ្នាំតែប៉ុណ្ណោះជាកូនចៅចំនួនទី4របស់ព្រះកូនណាឈូសូមលោកមេតបរៀបចំទៅទទួលគេតែងតាំងគេជាមេដឹកនាំទេអរគុណលោកដែលផ្ដល់យោបល់ដ៏ល្អនេះពួកយើងតែងលើកគេនិយាយពីសៀងលៀងរកបានក្មេងម្នាក់ក៏តែងតាំងជាស្ដេចដឹកនាំតបតស៊ូគ្រប់តំបន់មិនដឹងជារឿងនេះពិតឬក៏មិនពិតទេនេះគ្រាន់តែជាពាក្យចចាមរំតែប៉ុណ្ណោះក៏ប៉ុន្តែមុននេះខ្ញុំក៏ធ្លាប់លើកដែរចាស់ចាស់នគរជួយឈ្មោះហ្វាំងចិនក៏បានតែរកសៀងលៀងប្រហែលជាកំណត់របស់ហ្វាំងចិនរកក្មេងនោះមកតែងតាំងជាប្រគុណណាត់ដើម្បីងាយស្រួលបញ្ជាការងារគ្រប់យ៉ាងក៏ប៉ុន្តែបើតាមខ្ញុំយល់ក៏ជាការល្អម្យ៉ាងដែរបើសិនជាអញ្ចឹងមែនពីពេលនេះតទៅយើងមិនត្រូវស្ដាប់បញ្ជារបស់សៀងលៀងហើយមែនទេនៅចំពោះមុខកងទ័ពរបស់យើងមិនទាន់មានការរំបំនៅឡើយទេយើងត្រូវតែស្ដាប់គេសិនរងចាំកងទ័ពរបស់យើងមានការខ្លាំងក្លាសិនទើបជាការប្រសើរជំរាបលោកម្ចាស់អ្នកនាំសារសៀងលៀងសំជួបលោកម្ចាស់មិនបាច់ភ្ញាក់ផ្អើលទេប្រហែលជាសៀងលៀងអញ្ជើញលោកម្ចាស់ទៅពិភាក្សាជាមួយលោកមេតននៅតំបន់ផ្សេងៗតែងតាំងប្រគុណណាឈូជាផ្លូវការអញ្ជើញគេចូលមកចេញអង្គុយខ្ញុំអង្គុយកន្លែងនេះចុះបាទសិនចេញអង្គុយនោះព្រះគោណាយានយាងមកដល់ហើយថ្វាយបង្គំលោកម្ចាស់លាវប៉ាងអាម៉ាចាងលៀងមកដល់ហើយលោកម្ចាស់អញ្ជើញអង្គុយហើយឆិនអ៊ីអ្នកនាំសារនគរចៅលោកម្ចាស់ចាងមកដល់ហើយអូសួស្ដីអ្នកក្លាហានទាំងឡាយសួស្ដីអ្នកក្លាហានសួស្ដីអូនប្រុសស្ដេចឈៀនធានយ៉ងមកដល់ហើយអូនរបស់ស្ដេចវៃប៉ាមកដល់ហើយតាក់មេតនគរឈូលោកសុងអ៊ីមកដល់ហើយលោកមេតបផ្សេងសុងអ៊ីសូមគោរពលោកជាមេតបមុននៃនគរឈូដែរជាមួយនឹងឪពុកខ្ញុំធ្លាប់បំរើប្រគុណណាឈូតាំងពីមុនមកម្លេះមិនបាច់គួរសមទេសុំចិត្តលោកអ្នកក្លាហានទាំងអស់សួស្ដីលោកតាំងពីស្ដេចឈិននាំគ្នាធ្វើការតស៊ូទាំងអស់គ្នាតែមានគំនិតគ្រប់គ្រងជានិច្ចប៉ុន្តែគួរឲ្យសោកស្ដាយបំផុតស្ដេចឈិនត្រូវមនុស្សអាក្រក់ធ្វើបាបបណ្ដាលឲ្យទងនគរឈូស្ថិតនៅក្នុងសភាពមិនដឹងណចំណែកកងទ័ពរាជការឈិងវិញកាន់តែក្អេងក្អាងបានវាយបកកងទ័ពតស៊ូរបស់យើងអស់ជាច្រើនច្រកធ្វើឲ្យយើងមានការតល់ច្រកខ្ញុំសៀនលៀងនិងអ្នកខ្លានទាំងអស់គ្រប់គ្រងកូនចៅរបស់ចំនួនក្រោយស្ដេចឈូតាំងជាស្ដេចថ្មីយើងទាំងអស់គ្នានៅក្រោមទងនគរឈូធ្វើការតស៊ូជាមួយគ្នាតើអស់លោកមានយោបល់យ៉ាងម៉េចគឺត្រូវតែអញ្ចឹងបើសិនជាយើងនៅតំបន់បែកបាក់គ្នាមុននឹងក្រោយកងទ័ពឈិងប្រកាសជាកំទេចពួកយើងចោលជាមិនខានទេហើយមិនខុសពីប្រគុណណាឈិនមុនទេត្រូវតែរួមដៃគ្នាទើបអាចតទល់នឹងទ័ពឈិងបានអ្វីដែលលោកមេតបនិយាយនេះគឺជាកំណត់របស់លោកមេតបទាំងឡាយតែយើងមិនដឹងថាប្រគុណណាថ្មីនេះពិតជាសាច់សារលហិតរបស់រាជវង្សឈូពិតឬក៏មិនពិតលោកមេតបវិញមិនជឿលើសៀងលៀងខ្ញុំមែនទេមិនមែនចឹងទេនេះជារឿងសំខាន់ត្រូវតែប្រយ័ត្នប្រយែងតិចទៅបាននេះជាបន្តោងបញ្ជាក់ប្រវត្តិរូបរបស់សុងស៊ីងបើអ្នកណាមិនជឿអាចអញ្ជើញមកពិនិត្យបានបើមានបន្តោងបញ្ជាក់ប្រវត្តិយើងគ្មានអីគួរសង្ស័យទៀតទេសូមលោកមេតបជាអ្នកអាកាត់ទៅចោះលាវប៉ាងសូមស្ដាប់តាមអំពាវនាវលោកមេតបផ្សេងថ្ងៃក្រោយនឹងស្ដាប់បញ្ជាលោកមេតបផ្សេងជានិច្ចអរគុណលោកម្ចាស់លាវប៉ាងលោកម្ចាស់លាវប៉ាងនិយាយខុសហើយថ្ងៃនេះយើងទាំងអស់គ្នាគាំទ្រប្រកូនណាឈូជាមេដឹកនាំយើងទាំងអស់គ្នារឿងអីទៅស្ដាប់បញ្ជាលោកមេតបសៀងឡើងទៅវិញនោះមេតបសុងនិយាយត្រឹមត្រូវអស់លោកនិងមេតបសៀងថ្ងៃក្រោយជាមន្ត្រីរបស់ស្ដេចឈូដូចគ្នាម្ល៉េះហើយមានសិទ្ធិស្មើគ្នាលោកម្ចាស់លីប៉ាងគ្រាន់តែចូលមាត់បន្តិចសូមលោកសុងកុំប្រកែកប្រកាន់អីលោក
បើមិនជឿទេហើយប្រើសម្ដីបន្ទាប់3នោះខ្ញុំសូមឲ្យអ្នកនោះចាក់ចេញពីទីនេះជាបន្ទាន់ខ្ញុំសៀងលៀងមិនបង្ខំអ្នកនោះទេយើងស្ដាប់បញ្ជាព្រះរាជាឈូសូមព្រះរាជាឈូទទួលសោយរាជសូមព្រះរាជាឈូទទួលសោយរាជល្អណាស់សូមព្រះករុណាស្ដេចយើងសូមព្រះករុណាស្ដេចយើងក្រាបថ្វាយបង្គំបកូនណាថ្វាយបង្គំបកូនណាលើមិនតក្រោកឡើងសូមអរព្រះគុណខែ3ឆ្នាំទី3នៃរាជការឈិងចំនួនទី2នគរឈូនិងវៃឈីចៅយានហាន់ព្រមទាំងអ្នកក្លាហានតស៊ូគ្រប់ច្រកគាំទ្រសាច់សាលហិតរបស់រាជវង្សឈូដែលមានហ្វុងស៊ីងជាអ្នកតំណាងទទួលសោយរាជជាស្ដេចរបស់នគរឈូហើយប្រែក្លាយឆ្នាំទី3នៃនគរឈិងលើកជាទី2ត្រូវជាដើមឆ្នាំទី1នៃនគរឈូរួមដៃគ្នាប្រឆាំងរាជការឈិងដើម្បីឲ្យរាជបានសុខប្រឆាំងរាជការឈិងដើម្បីរាជបានសុខប្រឆាំងរាជការឈិងដើម្បីរាជបានសុខប្រឆាំងរាជការឈិងដើម្បីរាជបានសុខអស់លោកមេតយើងសងស៊ីននៅក្មេងសូមអរគុណលោកមេតផ្សេងនិងមេតទាំងអស់ដែលជួយគាំទ្រយើងហើយព្រមទាំងគាំទ្រយើងជាប្រកូនណាហើយក្រោយសូមឲ្យអស់លោកមេតមានចិត្តមួយថ្លាមួយដើម្បីប្រឆាំងរាជការឈិងនេះជាបំណងរបស់យើងដែលជួបជុំគ្នានៅក្នុងពេលនេះសូមព្រះអង្គទុកប្រទេសចុះអ្នកណាហ៊ានប្រឆាំងនឹងការសន្យាថ្ងៃនេះនឹងខ្លាចជាវិនិច្ឆ័យសូមទទួលព្រះរាជបញ្ជាប្រឆាំងរាជការឈិងដើម្បីរាជបានសុខបើតបសន្យានិងវិនិច្ឆ័យខ្ញុំហាន់ស៊ីងមកដើម្បីជួបមេតបសៀងលៀងសូមលោកទាំងពីរមេត្តាទៅជម្រាបគាត់មួយម៉ាត់ផងហាន់ស៊ីងលោកជាជនតស៊ូនៅវាយអ៊ីងឈ្មោះហាន់ស៊ីងនោះមែនទេត្រូវហើយខ្ញុំឈ្មោះហាន់ស៊ីងអាយ៉ាមិនបានជាថ្ងៃនេះធ្លាក់ខ្លួនយ៉ាងនេះមកពីឯមកយន្តគេប្រកាសជាចាញ់កងទ័ពឈិងបានជាមករកយើងពឹងផ្អែកលើយើងឯងយ៉ាងម៉េចឯងនៅពីមុខកងទ័ពឈិងដូចជាសត្វតកៅមកទីនេះកេងអានដូចជាសត្វនេះបងទាំងពីរសូមកំប្រកាន់អីមេត្តាជម្រាបមួយម៉ាត់ផងលោកមេតកំពុងតែប្រជុំជាមួយប្រកូនណាឈូអ្នកណាក៏មិនអាចចូលបានដែរថ្ងៃក្រោយចាំមកទៀតទៅមែនទេថ្ងៃក្រោយចាំមកចាអេលោកអូនហាត់ស៊ីងនាំគ្នាមកហើយហ៎អូលោកចង់កងទ័ពរបស់យើងតាំងពីឆ្លងទន្លេមករំដោះទឹកដីអស់ជាច្រើនកងទ័ពឈិងឃើញពេលណារត់ពេលនោះជាពិសេសកាលដែលវាយនៅសៀងឈិនធ្វើឲ្យពួកគេស្លាប់និងរបួសអស់រាប់ម៉ឺននាក់ចាំងឡើងភ័យស្ទើរលុះព្រលឹងយើងចង់ឆ្លៀតពេលវាយលុកបន្តទៅទៀតហើយដឹកនាំកងទ័ពច្រកផ្សេងៗវាយចូលសៀនយ៉ាងដើម្បីរំដោះសៀនយ៉ាងតែម្ដងសូមកុំភ្លេចឲ្យសោះជាងនេះគឺជាកំពូលមេតបគេមានរឿងអីនៅស្ងៀមបណ្ដោយឲ្យពួកគេនឹងវាយសៀនយ៉ាងលោកមេតបសុងនិយាយនេះគឺត្រឹមត្រូវណាស់បើតាមខ្ញុំដឹងកងទ័ពឈិងដកទ័ពក៏ព្រោះតែចង់វាយចូលនគរឈីបងប្រុសរបស់ខ្ញុំគាត់ក៏មានការបារម្ភពីបញ្ហានេះដែរលោកមេតបទាំងពីរនៅទីនេះមិនបាច់ភ្ញាក់ផ្អើលទេបើតាមខ្ញុំដឹងកងទ័ពចាំងឡើងដកថយនេះគឺមកពីគេចង់គេចពីកងទ័ពរបស់យើងគេគ្មានបំណងវាយនគររបស់ពួកលោកទេសូមលោកមេតបកុំប្រហែលអីសោះបើសិនជាចាំងឡើងស្រាប់តែនាំទ័ពវាយចូលនគរវាយចូលនគរឈីដល់ពេលនោះចង់ជួយក៏មិនបានដែរម្ល៉េះហើយយើងត្រូវតែរកវិធីទប់ទល់ជាមុនជៀសវាងសភាពការតាំងតែងតទៅទៀតឥឡូវកងទ័ពឈិងមិនដឹងថាចង់ធ្វើអីខ្លះពួកយើងក៏មិនអាចប្រហែលបានអ្នកទាំងពីរចេញទៅវិញពីនិច្ចកម្មភាពរបស់កងទ័ពឈិងសិនបើមានរឿងអីមិនស្រួលសូមឲ្យគេផ្ដោតដំណឹងជាបន្ទាន់លោកមេតបអ្នកយកការមកនិយាយថាប្រមាណថ្ងៃនេះតបតស៊ូគ្រប់ច្រកប្រមូលគ្នានៅស៊ីឈិនព្រមទាំងគ្រប់គ្រងសងស៊ីងជាបរិជាឈូដឹកនាំពួកគេទាំងអស់ប្រឆាំងកងទ័ពមហាជិងយើងអូល្អណាស់បើអញ្ចឹងទៅហើយយើងត្រូវតែចាត់ការនគរវិញនិងនគរឈីមុនបន្ទាប់មកយើងបែកបត់នគរសៃឡុងលោកមេតបបាទលោកទាំងពីរដឹកនាំកងទ័ពរបស់ខ្លួនចេញដំណើរទៅវិញនគរវិញបាទចាំងពីងសៀវសាន់បាទលោកមេតបពួកលោកនាំកងទ័ពរបស់ខ្លួនចេញដំណើរទៅវិញនគរឈីភ្លាមបាទលីពីឡូចេបាទលោកមេតបពួកលោកដឹកនាំកងទ័ពជា30,000នាក់របស់ខ្លួនជួបជុំជាមួយនឹងកងទ័ពប្រយុទ្ធរបស់យើងត្រៀមខ្លួនជួយតាមក្រោយបាទយកថ្ងៃឲ្យស្វាកំដៅបានផឹកសាច់កំដៅហូបឃ្លានសឹងដាច់ខ្យល់ហើយអ្នកបងប្អូននាំគ្នាផឹកទៅហូបឲ្យឆ្អែតទៅទីនេះមិនចេះខ្វះទេហូបទៅហូបឲ្យឆ្អែតទៅអរហើយខ្ញុំអរគុណបងអរគុណ
លបងមានស្រាមានសាច់កំកាត់ណៃសូមលបងជំរាបមេតបធំថាពួកយើងត្រូវទទួលតំណែងជាមេកងមេក្រុមស្អីដែរផងគេទៅអើមានស៊ីមានផឹកចាត់ទុកថាគាត់បានណាស់ទៅហើយចង់ធ្វើជាមេតបអីទៀតឯងដេកយល់សពទៅមិនចឹងហ៎លបងពួកយើងតាមលបងជានិចតែលបងហានវិញយ៉ាងហោចណាស់ក៏ឡើងធ្វើជាមេតបដែរបងហានស៊ីបញ្ញាជ្រឿវិញពួកកែនាំតបមិនជាកងតបតូចតាចធម្មតាទេក៏ប៉ុន្តែប្រហែលថ្ងៃនេះលោកមេតបសាញ់លៀងហ្នឹងរវល់នឹងការងារច្រើនពេកបងប្អូននៅទីនេះសម្រាប់ពីមួយថ្ងៃសិនហ្នឹងមានកម្លាំងគ្រប់គ្រាន់ហើយឲ្យតែមានពេលយើងនឹងនាំគ្នាទៅជួបលោកមេតបធំតែម្ដងរឿងនេះស្អែកតែលើលោកមេតបបើតាមខ្ញុំយល់សុងអ៊ីមិនដូចជាពួកយើងទេបើឲ្យគេនៅក្បែរប្រទេសជេឈូតទៅទៀតថ្ងៃក្រោយយើងមិនអាចប្រហែសបានជាដាច់ខាតសុងអ៊ីគ្មានតបក្នុងដីគេមានតែមនុស្សរាប់ពាន់នាក់តែប៉ុណ្ណោះមិនបាច់បារម្ភទេអ្នកដែលគួរឲ្យបារម្ភនោះគឺលីប៉ាំងវិញទេពេលនេះមិនទាន់មានអំណាចខ្លាំងក្លាគេនឹងក្មួយរបស់យើងឈ្មោះសេងអ៊ីរាប់អានគ្នាជាបងប្អូនធัวគេមិនហ៊ានមានការក្បត់មកលើពួកយើងទេយើងយកថាលីប៉ាំងរូបរាងនៅខាងក្រៅសើចច្រើនគ្មានយកចិត្តទុកដាក់អំណាចតែល្បិចច្រើនគេមកដល់គេនៅចាំងលៀងគ្មានពេលទំនេរសោះគេតាក់ទងមិត្តភក្តិរាប់អានមិត្តភក្តិថ្ងៃនេះគេលាដំណើរគ្នារួចសុំអ៊ីជាអ្នកជូនដំណើរគេយ៉ាងឆ្ងាយដូចជារាប់អានគ្នាខ្លាំងណាស់ពិតជាចឹងមែនអ្វីត្បិតតែយើងមិនដឹងថាពួកគេនិយាយពីរឿងអីក៏ប៉ុន្តែប្រហែលជាគេមិនមានការគ្រប់គ្រងជាមួយនឹងលោកមេតបតែលោកមានយោបល់យ៉ាងម៉េចដែរទៅពួកយើងទៅតែចាប់ដៃគ្នាមិនគួរប្រឆាំងគ្នាទេចំពោះលីប៉ាំងយើងគ្រាន់តែពិនិត្យទៅបានហើយយកល្អអូទាញគេបានសម្រាប់បម្រើកិច្ចការរបស់យើងគឺជាការល្អបំផុតសូមរាយការណ៍លោកមេតបស្អែកលេខដឹកនាំកងទ័ពតស៊ូហាន់ស៊ីងសូមជួបលោកមេតបហាន់ស៊ីងសូមគោរពលោកមេតបសូមគោរពលោកមេតបអូលោកមកជួបយើងតើមានកិច្ចការអីដែរមកដើម្បីចូលរួមនឹងលោកមេតបបើអញ្ចឹងទ័ពរបស់លោកនៅឯណាទៅជម្រាបលោកមេតបកងទ័ពរបស់យើងប្រសិទ្ធប្រសើរមិនអាចទប់ទល់ជាមួយកងទ័ពប្រជាការឈិញបានទេពួកគេក៏បែកបាក់គ្នាទៅនៅសល់តែបងប្អូនប្រមាណអ្នកដែលមកតាមខ្ញុំយើងធ្លាប់ឮថាលោកប្រកែកនាំទ័ពមានវិធីសឹកល្អមិនបានជាខ្លាយខ្លួនទៅជាឯកោបែបនេះទៅវិញអ្នកណាឈ្មោះហាន់ស៊ីងអូគេជាខ្ញុំហ៎ចុះលោកមេតបវិញតើលោកហ៊ានសារលបងក្បាច់គុណជាមួយនឹងខ្ញុំនៅលើខ្នងសេះទេជំរាបលោកមេតបខ្ញុំរៀនក្បួនសិទ្ធតាមគម្ពីរក៏មិនហ៊ានប្រៀបផ្ទឹមជាមួយនឹងលោកមេតបបានដែរហេតុដូច្នេះសូមអភ័យទោសធ្លាប់រៀនតែកាន់តែចាំងគិញប៉ុណ្ណឹងក៏ធ្វើឲ្យលោកនឹងបរាជ័យយ៉ាងនេះទៅហើយតើមានគម្ពីរសិទ្ធអីអស្ចារ្យទៀតលោកមេតបជប់និយាយគ្នាទៅហាន់ស៊ីងយើងយល់ថាលោកក៏ជាមេតបដឹកនាំទ័ពមួយរូបដែរយើងឲ្យលោកនៅជំរំទ័ពជាអ្នករៀបចំកិច្ចការក្នុងជំរំតើលោកយល់ព្រមទេយល់ព្រមលោកមេតបបាញ់ចឹងពួកខ្ញុំពួកឯងនៅជាមួយនឹងហាន់ស៊ីងធ្វើការងារជាមួយគ្នាទៅចុះអរគុណលោកមេតបលោកមេតបខ្ញុំលើកថាមានមនុស្សមកពីហ្វៃអ៊ីងប្រហែលអ្នកដែរមែនទេអ្នកណាខ្លះតែខ្ញុំស្គាល់ទេបងគឺចុងលីមិញព្រមទាំងហាន់ស៊ីងដែលនាងតែងតែនិយាយកន្លងមកហាន់ស៊ីងយ៉ាងម៉េចនាងស្គាល់គេអត់ទេមានអីខ្ញុំត្រូវស្គាល់គាត់ពីមុនខ្ញុំតែងលើលោកមេតបចុងលីមិញនិយាយពីឈ្មោះរបស់គាត់តែប៉ុណ្ណាចុងលីមិញនិយាយថាហាន់ស៊ីងគឺជាមនុស្សមានទេពកោសល្យល្អណាស់តែតាមខ្ញុំយល់គេគ្រាន់តែជាមនុស្សបានតែឈ្មោះតែប៉ុណ្ណោះកងទ័ពឈិងចំនួន 20000មិនទាន់តែមកដល់បាំងអ៊ីងផងគេក៏នាំគ្នារត់ចោលស្រុកមិនត្រឹមតែប៉ុណ្ណឹងឥឡូវនេះគេចង់ទទួលតំណែងជាមេទ័ពនៅក្នុងជំរំឈូរបស់យើងទៀតផងហើយគួយអស់សំណោចសូម្បីតែលោកពុំក៏ស្មានថាគេជាមនុស្សគ្រាន់បានឲ្យគេធ្វើការនៅក្នុងជំរំទៀតសូម្បីតែសារលបងបាយគុណជាមួយនឹងយើងក៏គេមិនហ៊ានដែរថ្ងៃក្រោយតើធ្វើយ៉ាងណាអាចធ្វើជាមេទ័ពធំបាននៅក្នុងលោកនេះអ្នកអាចប្រៀបផ្ទឹមជាមួយលោកមេតបមានប្រមាណអ្នកតែមកណែបកូនណាតែមានកាក់អីមកលេងជួយចង្រិតជាមួយយើងហ៊ានទេយើងឲ្យមកលេងជួយចង្រិតជាមួយយើងហេតុអីក៏មិនហ៊ានអាទូព្រះអង្គលោកមេតបមានបញ្ជាពួកទូមកគុំជាអ្នកបម្រើការងារព្រះអង្គកិច្ចការផ្សេងៗគឺមិនអនុញ្ញាតទេបើមិនចឹងពួកទូមកគុំត្រូវមានទោសប្រមាថព្រះអង្គសាញ់លៀងទៀតហើយយើងមិនស្មើនឹងមេតបសាញ់លៀងមែនទេ